កាលខ្ញុំនៅជាព្រះសង្ឃខ្ញុំធ្លាប់ទៅស្នាក់នៅវត្តមួយក្នុងខេត្តមួយដើម្បីប្រឡងព្រះអភិធម្មព្រះសង្ឃជាច្រើនអង្គមកពីខេត្តផ្សេងៗគ្នាក៏មកស្នាក់នៅតាមវត្តជុំវិញទីនោះខ្ញុំបានស្នាក់នៅវត្តមួយដែលមានបរិវេណចាស់ៗនិងមានប្រាង្គបុរាណជាច្រើនក្បែរបន្ទប់ដែលខ្ញុំគង់មានប្រាង្គមួយដែលអ្នកស្រុកធ្លាប់យកសាកសពសាច់ញាតិទៅបញ្ចុះយប់មួយប្រហែលម៉ោង8ទៅ9ខ្ញុំត្រឡប់ពីសាលារៀនមកវត្តបន្ទាប់ពីស្រង់ទឹករួចខ្ញុំចូលបន្ទប់ហើយអង្គុយអានសៀវភៅដើម្បីត្រៀមប្រឡងនៅពេលដែលខ្ញុំកំពុងអានសៀវភៅស្រាប់តែខ្ញុំឮសំឡេងមនុស្សម្នាក់កំពុងលាងចានឬលាងកំសៀវនៅក្បែរប្រាង្គខ្ញុំគិតថាប្រហែលជាលោកយាយជីណាម្នាក់ឬព្រះសង្ឃអង្គផ្សេងកំពុងលាងរបស់របរប៉ុន្តែសំឡេងនោះឮម្ដងហើយម្ដងទៀតខ្ញុំក៏យកពិលហើយដើរចេញទៅមើលនៅចម្ងាយប្រហែល10ម៉ែត្រខ្ញុំឃើញមនុស្សម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សកំពុងអង្គុយលាងបាតព្រះសង្ឃខ្ញុំគិតថាគាត់ប្រហែលជាលោកយាយជីហើយក៏សួរថាញោមយប់ហើយហេតុអ្វីបានជាមកលាងបាតនៅពេលនេះស្ត្រីម្នាក់នោះឆ្លើយថាលាងបាតលោកចៅខ្ញុំក៏សួរទៀតថាចាំព្រឹកលាងក៏បានមិនចាំបាច់លាងយប់ទេគាត់មិនឆ្លើយអ្វីទៀតទេហើយនៅតែបន្តលាងបាតខ្ញុំក៏ដើរខិតទៅជិតពេលខ្ញុំបញ្ចាំងពិលទៅលើគាត់សំឡេងលាងទឹកស្រាប់តែស្ងាត់គាត់ក៏ងើបឈរខ្ញុំគិតថាប្រហែលគាត់នឹងដើរចេញដូច្នេះខ្ញុំបំរុងបែរខ្លួនត្រឡប់ទៅបន្ទប់ប៉ុន្តែភ្លាមនោះខ្ញុំឃើញបាតដែលគាត់កាន់ធ្លាក់ចុះហើយក្បាលរបស់គាត់ស្រាប់តែធ្លាក់ចូលទៅក្នុងទឹកប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ័យបំផុតគឺក្បាលនោះមិនលិចក្នុងទឹកទេវារអិលត្រឡប់មករកខ្ញុំថយក្រោយភ្លាមខ្ញុំបញ្ចាំងពិលទៅកន្លែងដែលលោកយាយជីឈរប៉ុន្តែគាត់បាត់ទៅហើយខ្ញុំបែរខ្លួនមកវិញស្រាប់តែមានរូបរាងមនុស្សម្នាក់ឈរនៅជិតខ្ញុំប្រហែលត្រឹមមួយចង្អាមប៉ុណ្ណោះប៉ុន្តែរូបនោះគ្មានក្បាលខ្ញុំស្រែកខ្លាំងហើយព្រះសង្ឃមួយអង្គដែលគង់នៅក្បែរនោះបានរត់មកសួរខ្ញុំប្រាប់ថាខ្ញុំបានឃើញវិញ្ញាណលោកយាយជីម្នាក់ដែលគ្មានក្បាលព្រះតេជគុណរតនាស្ដាប់ហើយក៏ស្ងាត់មួយសន្ទុះបន្ទាប់មកព្រះអង្គមានព្រះបន្ទូលថាព្រះតេជគុណមុននេះមានរឿងឃាតកម្មកើតឡើងនៅវត្តនេះខ្ញុំសួរដោយភ័យថាព្រះអង្គប្រាប់ថាមួយថ្ងៃមុននេះលោកយាយជីម្នាក់ឈ្មោះសុភាអាយុប្រហែល68ឆ្នាំត្រូវបានគេសម្លាប់យ៉ាងរន្ធត់ដៃនិងជើងរបស់គាត់ត្រូវបានចងហើយករបស់គាត់ត្រូវបានគេកាប់ជាច្រើនដងរហូតដល់ក្បាលដាច់ចេញពីខ្លួនអ្វីដែលរន្ធត់ជាងនេះទៀតក្បាលរបស់លោកយាយត្រូវបានគេយកទៅបោះចូលក្នុងស្រះទឹកក្បែរវត្តសាកសពដែលនៅសល់ត្រូវបានរកឃើញដោយព្រះសង្ឃហើយបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីស៊ើបអង្កេតសមត្ថកិច្ចបានរកឃើញថាជនសង្ស័យគឺព្រះគ្រូសុវណ្ណដែលជាព្រះគ្រូចៅអធិការនៅវត្តនោះមូលហេតុគឺពាក់ព័ន្ធនឹងប្រាក់កសាងវត្តនិងប្រាក់បុណ្យផ្សេងលោកយាយសុភាបានដឹងថាមានការប្រើប្រាស់ប្រាក់វត្តខុសគោលបំណងហើយបញ្ហានោះក៏បានคล้ายជាចំនួនដ៏ធ្ងន់ធ្ងរក្រោយពេលកើតហេតុព្រះគ្រូសុវណ្ណមិនបានរត់គេចទេគាត់នៅធ្វើដូចជាគ្មានរឿងអ្វីកើតឡើងពេលសមត្ថកិច្ចសួរនាំទើបរឿងទាំងអស់ត្រូវបានបង្ហាញប៉ុន្តែសម្រាប់ខ្ញុំរឿងដែលគួរឲ្យខ្លាចបំផុតមិនមែនត្រឹមតែរឿងឃាតកម្មទេនៅយប់នោះបន្ទាប់ពីខ្ញុំដឹងការពិតខ្ញុំត្រឡប់ទៅគង់ក្នុងបន្ទប់វិញប្រហែល2ទៅ3ម៉ោងក្រោយមកខ្ញុំឮសំឡេងរបស់របរធ្លាក់និងបែកនៅក្នុងកន្លែងដែលលោកយាយធ្លាប់ស្នាក់ខ្ញុំអង្គុយសូត្រមេត្តានិងឧទ្ទិសកុសលជូនគាត់មួយសន្ទុះក្រោយមកអ្វីក៏ស្ងាត់ខ្ញុំគិតថាប្រហែលរឿងចប់ហើយប៉ុន្តែនៅព្រឹកបន្ទាប់ខណៈខ្ញុំកំពុងអានសៀវភៅស្រាប់តែខ្ញុំឮសំឡេងស្ត្រីចាស់ម្នាក់ហៅលោកចៅយកតែអត់ខ្ញុំចាំសំឡេងនេះបានច្បាស់ព្រោះកាលលោកយាយនៅរស់គាត់តែងតែសួរខ្ញុំដូច្នេះពេលខ្ញុំត្រឡប់មកពីសាលាខ្ញុំធ្វើជាមិនឮហើយបន្តអានសៀវភៅស្រាប់តែបាតមួយមិនដឹងធ្លាក់មកពីណាប្រាវវាធ្លាក់មកលើគ្រែរបស់ខ្ញុំភ័យយ៉ាងខ្លាំងហើយក៏និយាយក្នុងចិត្តថាលោកយាយបើលោកយាយមានអ្វីមិនសុខសូមមកទទួលផលបុណ្យដែលខ្ញុំឧទ្ទិសជូនសូមឲ្យលោកយាយបានទៅកាន់ទីស្ងប់បន្ទាប់មកសំឡេងក៏ស្ងាត់ខ្ញុំគិតថាទីបំផុតលោកយាយប្រហែលជាបានស្ងប់ហើយប៉ុន្តែពេលជិតយប់ខ្ញុំឮសំឡេងទឹកក្នុងស្រះទឹកប្រងដូចជាមានមនុស្សលោតចូលទឹកខ្ញុំបញ្ចាំងពិលទៅមើលទឹកនៅស្ងាត់ដូចធម្មតាភ្លាមនោះខ្ញុំឮសំឡេងលោកយាយស្រែកយ៉ាងខ្លាំងកុំសម្លាប់អញកុំសម្លាប់អញសំឡេងនោះឮម្ដងហើយម្ដងទៀតខ្ញុំមិនហ៊ានចេញពីបន្ទប់ទៀតឡើយខ្ញុំអង្គុយសូត្រមេត្តាធម៌រហូតដល់ដេកលក់ព្រឹកឡើងខ្ញុំបានប្រាប់រឿងទាំងអស់ទៅព្រះគ្រូនិងព្រះសង្ឃជាន់ខ្ពស់ពួកគាត់ក៏រៀបចំឲ្យខ្ញុំទៅស្នាក់នៅជិតសាលាប្រឡងដើម្បីកុំឲ្យខ្ញុំត្រូវស្នាក់នៅកន្លែងកើតហេតុទៀតបន្ទាប់ពីនោះខ្ញុំប្រឡងចប់ហើយត្រឡប់ទៅខេត្តបាត់ដំបងវិញខ្ញុំមិនដែលដឹងថាបន្ទាប់ពីខ្ញុំចាក់ចេញទៅមានអ្វីកើតឡើងបន្តទៀតឡើយរឿងនេះសម្រាប់ខ្ញុំគឺជាហេតុការណ៍ដែលមិនអាចបំភ្លេចបានព្រោះខ្ញុំមិនត្រឹមតែបានឮសំឡេងរបស់មនុស្សដែលបានស្លាប់ទេខ្ញុំថែមទាំងបានឃើញរូបរាងរបស់លោកយាយដែលគ្មានក្បាលឈរនៅចម្ងាយមិនដល់មួយចង្អាមពីខ្ញុំហើយរហូតមកដល់ថ្ងៃនេះខ្ញុំនៅតែឆ្ងល់ថាតើលោកយាយកំពុងព្យាយាមប្រាប់អ្វីខ្ញុំឬក៏គាត់គ្រាន់តែចង់ឲ្យអ្នកណាម្នាក់ដឹងថាមុនពេលគាត់ស្លាប់គាត់បានស្រែកថាកុំសម្លាប់អញ